នេះបន្ថាលុយនៅជុំវិញផ្ទះតែម្ដងពេលខ្លះមុខរបរខ្លះយើងគិតថាតចំណាយដើមទុនធំមិនអាចរកស៊ីបានតែគ្មានទេខ្ញុំទៅសារអ្នកបាត់ដំបងគាត់បង្កើតមុខរបរតាក់ទងទៅនឹងដលងជ្វាដើរប្រមូលទិញដលងជ្វារបស់អ្នកស្រុកអ្នកភូមិហើយយកមកផលិតចេញជានំកញ្ចប់ហ្នឹងគឺនំដំឡូងឆាបកន្លងមកធ្លាប់តែញ៉ាំដលងឆាបរបស់ប្រទេសអ្នកជិតខាងតែឥឡូវនេះហាងាកមកគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាបងប្អូនដោយសារតែខ្មែរយើងអាចផលិតបានហើយម្ចាស់សិប្បកម្មគាត់បានប្រាប់ខ្ញុំថាពីដំបងឡើយគាត់អត់មានដើមទុនអីធំដុំទេគាត់ធ្វើលក្ខណៈគ្រួសារធ្វើដៃតែឥឡូវដោយសារតែមានបងប្អូនខ្មែរយើងគ្រប់គ្រងច្រើនទៅធ្វើឲ្យគាត់មានលទ្ធភាពទិញម៉ាស៊ីនធំដើម្បីយកមកធ្វើនំទាន់តម្រូវការទីផ្សារហើយបងប្អូនអ្វីដែលម្ចាស់សិប្បកម្មចង់បាននោះគឺជាការចូលរួមពីបងប្អូនជនជាតិខ្មែរទាំងអស់គ្រប់គ្រងផលិតផលស្នាដៃខ្មែរទាំងអស់គ្នាអាចទិញនំរបស់គាត់មកសាកល្បងបានដោយសារតែនំដំឡូងឆាបនេះលក់ត្រឹមតែមួយកញ្ចប់ 1000 រៀលមួយកញ្ចប់ 1000 រៀលតែប៉ុណ្ណោះហើយឥឡូវគេមានអាប់ដេតជាកេសតូចបងប្អូនទិញកេសតូចមួយកេសមាន24កញ្ចប់ទិញចាប់ពី2កេសឡើងទៅ free សេវាដឹកគ្រប់ខេត្តក្រុងទូទាំងប្រទេសយើងទាំងអស់គ្នាគួរតែសប្បាយចិត្តនិងមានមោទនភាពដោយសារតែខ្មែរយើងអាចធ្វើបានហើយសម្រាប់កសិករដែលដាំដលងជ្វាក៏អត់សូវព្រួយបារម្ភរឿងអត់ទីផ្សារនាំចេញអីទៀតដែរសំខាន់ណាស់របស់ខ្មែរធ្វើបងប្អូនអត់មានលាយជាតិគីមីអត់មានលាយម្សៅដែលធ្វើឲ្យស្រួយទេភាពស្រួយគឺស្រួយមកពីដំឡូងជ្វាពិតហើយលក្ខណៈពិសេសខុសពីនំគេដោយសារនំគេធ្វើពីដំឡូងបារាំងឯយើងធ្វើពីដំឡូងខ្មែរគឺដំឡូងជ្វាត្រូវបានប្រមូលទិញទាំងតោនយកមកដាក់ដើម្បីផលិតវាយចេញជានំហើយគេយកមកគឺគេលាងសម្អាតធ្វើតាមស្តង់ដារអនាម័យហើយនិយាយពីរសជាតិវិញគឺឆ្ងាញ់ខ្ញុំផ្សាយដែលមានទំនុកចិត្តលើស្នាដៃកូនខ្មែរយើងហ្មងកាលពីគាត់បើកអាជីវកម្មដំបងគាត់ថាអង្គុយចិត្តដេកដៃហាន់ជាប្រទេសតែឥឡូវអត់ទេគាត់មានម៉ាស៊ីនដាក់តាមមួយទ្រុលគឺអាចហាន់ប្រទេសដលងនឹងរាប់រយគីឡូសូម្បីតែដំណើរការបំពងនំក៏គេឈប់បំពងដេកដៃហើយគឺគេប្រើម៉ាស៊ីនទាំងអស់បន្ទាប់ពីចេញពីបំពងហើយចាសាច់ដលងមកទៅលងស្រួយខ្ញោកតែវានៅមានជាតិខ្លាញ់អញ្ចឹងគេក៏មានឧបករណ៍ផ្សេងទៀតនោះគឺជាម៉ាស៊ីនចម្រោះខ្លាញ់អញ្ចឹងមិនយើងញ៉ាំដំឡូងឆាបរបស់ខ្មែរដំឡូងរាជធានីអត់មានខ្លាញ់បតិបតាអីជាប់ដៃទេដោយសារតែគេចម្រោះខ្លាញ់ហើយខេថែមទាំងហាលចានិយាយទៅសម្ងួតឲ្យស្ងួតហើយបានគេយកទៅក្លុកគ្រឿងមកតង់ទៀតអញ្ចឹងបានន័យថាទម្រាំតែផលិតដំឡូងឆាបមួយថងនឹងបានគឺត្រូវការប្រើចំណាយពេលវេលាយូរគួរសមដែរណាបងប្អូនតែបានលទ្ធផលគឺស្រួយហើយបងប្អូនមើលសាច់ដលងហើយអត់មានលាយជាតិម្សៅអីទេដលងជ្វាពិតហ្មងចូលដល់ដំណាក់កាលក្លុកគ្រឿងឡើងឈ្ងុយទ្រប់ក៏អត់មានប្រើដៃដែរគឺគេប្រើម៉ាស៊ីនក្លុកបន្ទាប់ពីគេក្លុកហើយទៅគេប្រើម៉ាស៊ីនញាត់ចូលទៅក្នុងថង់បានទៅជាផលិតផលសម្រាប់ខ្ញុំបានមកដល់កន្លែងផលិតផ្ទាល់គឺខ្ញុំរំភើបខ្លាំងមែនទែនព្រោះអីឃើញកញ្ចប់អក្សរខ្មែរហើយការវេចខ្ចប់វិញគឺថាស្តង់ដារហ្មងណាបងប្អូនក្រៅពីនោះការផលិតដំឡូងឆាបរបស់ខ្មែរក៏បានជួយឲ្យបងប្អូនខ្មែរយើងមានការងារធ្វើទៀតសូមចំណាំដំឡូងឆាបរបស់ខ្មែរគឺមានឈ្មោះថាដំឡូងឆាបរាជិនីមានអក្សររាជិនីហើយមានផែនទីខ្មែរនៅលើនឹងដំឡូងឆាបរាជិនីត្រូវបានវេចខ្ចប់វាយចេញជាកេសដើម្បីងាយស្រួលដឹកជញ្ជូនឥឡូវនេះមានលក់គ្រប់ទីផ្សារទូទាំងប្រទេសកម្ពុជាឬក៏បងប្អូនអាចឆាបចូលទិញតាមរយៈ page របស់ក្រុមហ៊ុនដែលផ្ទាល់ក៏បានដែរដែលមានឈ្មោះថារាជិនីខ្ញុំមានដាក់នៅលើវីដេអូហ្នឹងរួចជាស្រេចកុំភ្លេចជួយគាំទ្រផលិតផលខ្មែរទាំងអស់គ្នាណាបងប្អូនអរគុណដែលចូលចិត្តវីដេអូរបស់នាងខ្ញុំជម្រាបលា